ប្រវត្តិសង្គ្រាម6ថ្ងៃសង្គ្រាម6ថ្ងៃត្បិតថាកើតឡើងរយៈពេលខ្លីក៏ប៉ុន្តែគឺជាការបង្ហូរឈាមយ៉ាងខ្លាំងក្លាកើតឡើងនៅក្នុងខែមិថុនាឆ្នាំ1967ដែលមានម្ខាងគឺអ៊ីស្រាអែលនិងម្ខាងទៀតជារដ្ឋអារ៉ាប់ដែលមានដូចជាអ៊ីស៊ីបស៊ីរីហើយនិងសូដានីបន្ទាប់ពីមានចំនួនការទូតជាច្រើនឆ្នាំរវាងអ៊ីស្រាអែលនិងប្រទេសជិតខាងរបស់ខ្លួននៅទីបំផុតកងទ័ពរបស់អ៊ីស្រាអែលបានបើកការវាយប្រហារផ្នែកអាកាសដែលបានធ្វើឲ្យកងទ័ពអាកាសរបស់អ៊ីស៊ីបនិងសម្ព័ន្ធមិត្តរបស់អ៊ីស៊ីបត្រូវចាប់គាំងបន្ទាប់ពីវាយប្រហារផ្លូវអាកាសអ៊ីស្រាអែលបានបើកការវាយលុកតាមផ្លូវគោកប្រកបដោយភាពជោគជ័យនិងរឹបអូសបានឧបទ្វីបស៊ីណៃនិងតំបន់កាសាស្ទ្រីបពីអ៊ីស៊ីបតំបន់ West Bank ហើយនិងយេរូសាឡឹមខាងកើតពីសូដានីនិងតំបន់ Golan Heights ពីប្រទេសស៊ីរីសង្គ្រាម6ថ្ងៃបានបិទបញ្ចប់ទៅវិញតាមរយៈបទឈប់បាញ់គ្នាដែលមានអង្គការសហប្រជាជាតិគឺជាអ្នកសម្របសម្រួលទោះបីជាមានរយៈពេលខ្លីក៏ប៉ុន្តែសង្គ្រាមនេះបានធ្វើឲ្យមានការប្រែប្រួលភូមិសាស្ត្រនយោបាយយ៉ាងខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ាហើយវាក៏ជាដើមហេតុដែលនាំឲ្យមានសង្គ្រាមមកទល់នឹងពេលបច្ចុប្បន្ននេះផងដែរតើសង្គ្រាម6ថ្ងៃនេះមានដំណើរដើមទងនិងមានប្រវត្តិពិស្ដារយ៉ាងណាសូមអញ្ជើញលោកអ្នកទស្សនាជាបន្តតើអ្នកនៅក្នុងសម័យដៃណូស័រឬ Gen Z សម័យដៃណូស័រគេកាន់កាតសមាជិកនិងកំប៉ុងក្រដាសតែ Gen Z គេកាន់ K-Store App មាន K-Store App ដែលមានកាតសមាជិកនិងកំប៉ុងរាប់ពាន់ហាននៅក្នុងដៃរបស់អ្នក Shop Smart Shop with K-Store ចំនួនអារ៉ាប់និងអ៊ីស្រាអែលសង្គ្រាម6ថ្ងៃបានកើតឡើងបន្ទាប់ពីភាពតានតឹងផ្នែកនយោបាយនិងយោធារយៈកាល2-3ទសវត្សរ៍រវាងអ៊ីស្រាអែលនិងរដ្ឋអារ៉ាប់កាលពីឆ្នាំ1948បន្ទាប់ពីមានចំនួនទាក់ទងជាមួយនឹងការបង្កើតប្រទេសអ៊ីស្រាអែលសម្ព័ន្ធអារ៉ាប់បានដឹកនាំកងទ័ពវាយប្រហារឈ្លានពានបំផ្លាញប្រទេសអ៊ីស្រាអែលដែលនេះគេហៅថាសង្គ្រាមអារ៉ាប់អ៊ីស្រាអែលលើកទី1ក៏ប៉ុន្តែសង្គ្រាមនេះអារ៉ាប់ទទួលបរាជ័យចំនួនបង្ហូរឈាមខ្នាតធំលើកទី2បានកើតឡើងនៅក្នុងឆ្នាំ1956ដែលគេឲ្យឈ្មោះថាវិបត្តិប្រជិស៊ុយអេនៅពេលនោះអ៊ីស្រាអែលចក្រភពអង់គ្លេសនិងបារាំងបានបើកការវាយប្រហារទៅលើប្រទេសអ៊ីស៊ីបការវាយប្រហារនេះនៅក្នុងគោលបំណងប្រឆាំងជាមួយនឹងមហិច្ឆតាជាតិនិយមរបស់លោកប្រធានាធិបតីរបស់ប្រទេសអ៊ីស៊ីបដែលមានឈ្មោះថា Gamal Abdel Nasser ទៅលើប្រជិស៊ុយអេនៅចុងទសវត្សរ៍ឆ្នាំ1950និងដើមទសវត្សរ៍ឆ្នាំ1960នៅក្នុងតំបន់មជ្ឈិមបូព៌ាហាក់ដូចជាមានភាពស្ងប់ស្ងាត់ក៏ប៉ុន្តែស្ថានភាពនយោបាយនៅក្នុងពេលនោះប្រៀបដូចជាស្ថិតនៅលើមុខកំបិតមេដឹកនាំរបស់រដ្ឋអារ៉ាប់ទាំងឡាយមានការខឹងសម្បារយ៉ាងខ្លាំងនិងបាក់មុខចំពោះការចាញ់សង្គ្រាមជាបន្តបន្ទាប់ទល់ជាមួយនឹងប្រទេសអ៊ីស្រាអែលបញ្ហាមួយទៀតដែលនាំឲ្យមេដឹកនាំទាំងអស់នោះខឹងសម្បារគឺការបង្កើតឲ្យមានជនភៀសខ្លួនប៉ាឡេស្ទីនរាប់ម៉ឺននាក់ដោយសារតែជាជំនះរបស់អ៊ីស្រាអែលនៅក្នុងសង្គ្រាមឆ្នាំ1948មេដឹកនាំអារ៉ាប់ទាំងអស់នេះរងចាំតែឱកាសដើម្បីវាយប្រហារកំទេចអ៊ីស្រាអែលសាជាថ្មីនៅស្របពេលជាមួយគ្នាអ៊ីស្រាអែលនៅវិញនៅតែបន្តគិតថាពួកគេកំពុងតែស្ថិតនៅក្នុងវងចចដែលនឹងអាចរងការវាយប្រហារពីប្រទេសអ៊ីស៊ីបនិងសម្ព័ន្ធមិត្តអារ៉ាប់គ្រប់ពេលវេលាដូច្នេះហើយអ៊ីស្រាអែលតែងតែត្រៀមខ្លួនជានិច្ចនៅក្នុងការធ្វើសង្គ្រាមដើមកំណើតនៃសង្គ្រាម6ថ្ងៃសង្គ្រាម6ថ្ងៃបានផ្ទុះឡើងបន្ទាប់ពីមានចំនួនព្រំដែនជាច្រើនលើកច្រើនសាររវាងប្រទេសអ៊ីស្រាអែលនិងប្រទេសជិតខាងត្រឹមពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1960តបប្រៃប៉ាឡេស្ទីនគ្រប់គ្រងដោយសេរីបានបើកការវាយប្រហារទៅលើអ៊ីស្រាអែលនៅតាមបណ្ដោយព្រំដែនជាច្រើនកន្លែងរឿងនេះនាំឲ្យកងទ័ពអ៊ីស្រាអែលបើកការវាយប្រហារតបទៅវិញយ៉ាងខ្លាំងក្លានៅក្នុងខែមេសាឆ្នាំ1967ការប្រយុទ្ធគ្នាផ្នែកអាកាសនិងកម្លាំងធំរវាងអ៊ីស្រាអែលនិងសេរីបានកើតឡើងនៅក្នុងការប្រយុទ្ធនោះយន្តហោះចម្បាំងរបស់សេរី6គ្រឿងត្រូវបានបំផ្លាញបន្ទាប់ពីចំនួនផ្នែកអាកាសនៅក្នុងខែមេសាឆ្នាំ1967នៅមកសូវៀតបានផ្ដល់ព័ត៌មានសម្ងាត់ទៅឲ្យអ៊ីស៊ីបថាអ៊ីស្រាអែលកំពុងតែបម្រើទីកងទ័ពទៅព្រំដែនភាគខាងជើងនៃប្រទេសអ៊ីស៊ីបរីឯសេរីឯវិញកំពុងតែត្រៀមខ្លួននៅក្នុងការធ្វើសង្គ្រាមយ៉ាងពេញលេញបំផ្លាញប្រទេសអ៊ីស្រាអែលទោះបីជាព័ត៌មានសម្ងាត់ដែលសូវៀតផ្ដល់ទៅអ៊ីស៊ីបនៅពេលនោះមិនច្បាស់កាល 100% ក៏ប៉ុន្តែប្រធានាធិបតីអ៊ីស៊ីបលោក Gamal Abdel Nasser បានចាត់វិធានការកងទ័ពប្រឆាំងជាមួយនឹងអ៊ីស្រាអែលបន្ទាប់ពីទទួលបានការគាំទ្រពេញលេញពីសំណាក់សម្ព័ន្ធមិត្តរបស់ខ្លួនគឺប្រទេសសេរីលោក Gamal Abdel Nasser ក៏បានបញ្ជាកងទ័ពអ៊ីស៊ីបវាយឈ្លានពានចូលឧបទ្វីបស៊ីណៃ
ហើយកន្លែងនោះពួកគេបានបណ្ដេញអ្នករក្សាសន្តិភាពនៃអង្គការសហប្រជាជាតិដែលបានឈរការពារនៅចន្លោះប្រទេសអ៊ីស៊ីបហើយនិងអ៊ីស្រាអែលអស់រយៈកាលជាង10ឆ្នាំមកហើយការកើនឡើងភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាអស់រយៈកាលជាច្រើនថ្ងៃលោក Nasser ប្រធានាធិបតីរបស់អ៊ីស៊ីបនៅតែបន្តយុទ្ធនាការកងទ័ពរបស់គាត់នៅថ្ងៃទី22ខែឧសភាលោក Nasser បានហាមឃាត់កប៉ាល់ដឹកទំនិញអ៊ីស្រាអែលមិនឲ្យចូលនៅក្នុងច្រកទឹកទីរ៉ាន់ដែលជាច្រកសមុទ្រភ្ជាប់សមុទ្រក្រហមទៅកាន់ឈូងសមុទ្រអាកាបាមួយសប្តាហ៍ក្រោយមកលោក Nasser បានចុះសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយនឹងស្ដេចសដានីហ៊ូសេននៅក្នុងគណៈពេលដែលស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែអាក្រក់ទៅអតីតប្រធានាធិបតីអាមេរិកលោក Lyndon Johnson មានការប្រុងប្រយ័ត្នជាខ្លាំងក្រែងថាហេតុការណ៍បាញ់ដាក់គ្នាណាមួយបានកើតឡើងរវាងអ៊ីស្រាអែលហើយនិងប្រទេសអ៊ីស៊ីបមិនតែប៉ុណ្ណោះលោកក៏បានព្យាយាមសម្រុះសម្រួលឲ្យមានការបើកច្រកទឹកទីរ៉ាន់សម្រាប់ការធ្វើដំណើរទៅដល់កប៉ាល់ជាទូទៅរួមទាំងកប៉ាល់របស់អ៊ីស្រាអែលផងដែរទោះបីជាមានការសម្រុះសម្រួលយ៉ាងណាក៏ដោយទីបំផុតទៅនៅដើមខែមិថុនាឆ្នាំ1967អ៊ីស្រាអែលដោយសារតែមើលឃើញពីការកសាងកម្លាំងកងទ័ពជាបន្តបន្ទាប់របស់ប្រទេសអារ៉ាប់ក៏បានបើកការវាយប្រហារតាមផ្ទៃអាកាសមុនទៅលើប្រទេសជិតខាងរបស់ខ្លួនជាពិសេសគឺអ៊ីស៊ីបការផ្ទុះឡើងនៃសង្គ្រាម6ថ្ងៃនៅថ្ងៃទី5ខែមិថុនាឆ្នាំ1967កងទ័ពរបស់អ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាមួយដែលគេឲ្យឈ្មោះថា Operation Focus ដោយវាយប្រហារផ្នែកអាកាសទៅលើប្រទេសអ៊ីស៊ីបនៅព្រឹកថ្ងៃទី5ខែមិថុនានោះយន្តហោះធ្វើសឹករបស់អ៊ីស្រាអែលប្រហែលជា200គ្រឿងបានបើកចេញពីអ៊ីស្រាអែលចូលទៅកាន់សមុទ្រមេឌីទែរ៉ាណេនិងឆ្ពោះយ៉ាងលឿនទៅកាន់ភាគខាងជើងនៃប្រទេសអ៊ីស៊ីបនិងបើកការវាយប្រហារបន្តមកទៀតកងទ័ពអាកាសរបស់អ៊ីស្រាអែលបានបើកការវាយប្រហារទៅលើមូលដ្ឋានទ័ពចំនួន18កន្លែងផ្សេងគ្នានៅក្នុងទឹកដីអ៊ីស៊ីបដែលបង្កឲ្យអ៊ីស៊ីបខូចខាតយ៉ាងខ្លាំងផ្នែកកងទ័ពអាកាសបន្ទាប់ពីជោគជ័យលើការវាយប្រហារកងទ័ពអាកាសរបស់អ៊ីស៊ីបដែលមិនទាន់ត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមនោះអ៊ីស្រាអែលក៏បានបើកការវាយប្រហារទៅលើទឹកដីប្រទេសហ្សដានី ប្រទេសសេរីនិងប្រទេសអ៊ីរ៉ាក់ជាពិសេសនោះគឺវាយប្រហារទៅលើកងទ័ពអាកាសនៃប្រទេសទាំងអស់នោះត្រឹមតែមួយថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃទី5ខែមិថុនាឆ្នាំ1967កងទ័ពអាកាសរបស់ប្រទេសអ៊ីស្រាអែលអាចគ្រប់គ្រងដែនអាកាសទាំងស្រុងនៅក្នុងតំបន់មជ្ឈិមបូព៌ាទោះបីជានៅពេលនោះអ៊ីស្រាអែលទទួលបានជ័យជំនះផ្នែកអាកាសក៏ប៉ុន្តែការប្រយុទ្ធគ្នានៅតែបន្តមានប្រមាណថ្ងៃក្រោយមកទៀតសង្គ្រាមជើងគោកនៅប្រទេសអ៊ីស៊ីបបានចាប់ផ្ដើមឡើងនៅថ្ងៃទី5ខែមិថុនាអមជាមួយនឹងការគ្រប់គ្រងផ្នែកអាកាសដោយយន្តហោះចម្បាំងរថក្រោះចម្បាំងជាច្រើនគ្រឿងបូកជាមួយនឹងកងទ័ពថ្មើរជើងរបស់អ៊ីស្រាអែលបានបោះពួយដូចជាព្យុះឆ្លងកាត់ព្រំដែនចូលទៅកាន់ឧបទ្វីបស៊ីណៃហើយនិងតំបន់ហ្គាសាស្ទ្រីបចំពោះកងកម្លាំងអ៊ីស៊ីបវិញក៏បានបើកការវាយប្រហារតបតទៅលើកងទ័ពអ៊ីស្រាអែលវិញផងដែរក៏ប៉ុន្តែដោយមិនអាចទទួលបានជ័យជំនះនៅក្នុងការប្រយុទ្ធនេះលោកឧត្តមសេនីយ៍ Field Marshal Abdel Hakim Amr ក៏បានបញ្ជាឲ្យកងទ័ពអ៊ីស៊ីបដកថយនៅប៉ុន្មានថ្ងៃក្រោយមកទៀតកងកម្លាំងរបស់អ៊ីស្រាអែលអាចគ្រប់គ្រងទាំងស្រុងទៅលើផ្លូវដែលកងទ័ពអ៊ីស៊ីបធ្វើដំណើរឆ្លងកាត់ឧបទ្វីបស៊ីណៃនៅក្នុងការប្រយុទ្ធនេះបង្កឲ្យមានមនុស្សស្លាប់យ៉ាងច្រើនសមរភូមិប្រយុទ្ធលើកទី2នៅក្នុងសង្គ្រាម6ថ្ងៃនេះបានកើតឡើងនៅថ្ងៃទី5ខែមិថុនានៅពេលនោះប្រទេសសូដានីទទួលបានរបាយការណ៍មិនពិតមួយថាអ៊ីស៊ីបទទួលបានជោគជ័យនៅក្នុងការវាយប្រហារទល់ជាមួយនឹងកងទ័ពអ៊ីស្រាអែលបន្ទាប់ពីទទួលបានរបាយការណ៍មិនពិតប្រាកដមួយនេះប្រទេសសូដានីក៏បានបើកការវាយប្រហារដោយកម្លាំងធំចូលទៅកាន់ទីតាំងកងទ័ពរបស់ប្រទេសអ៊ីស្រាអែលជាច្រើននៅក្នុងទីក្រុងយេរូសាឡិមភ្លាមៗកងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារបកទៅវិញទៅកាន់តំបន់យេរូសាឡិមភាគខាងកើតនិងតំបន់ West Bank លុះចូលដល់ថ្ងៃទី7ខែមិថុនាឆ្នាំដដែលកងទ័ពរបស់អ៊ីស្រាអែលគ្រប់គ្រងទាំងស្រុងទៅលើទីក្រុងចំណាស់យេរូសាឡិមនិងបានបង្ហាញពីជ័យជំនះរបស់ពួកគេតាមរយៈការឈោះអធិដ្ឋាននៅជញ្ជាំងស័ក្តិសិទ្ធិដែលមានឈ្មោះថា Western Wall ការសាទរចំពោះជ័យជំនះនៃកងទ័ពអ៊ីស្រាអែលការបង្ហូរឈាមគ្នាលើកចុងក្រោយនោះបានកើតឡើងនៅឯព្រំដែនរបស់ប្រទេសអ៊ីស្រាអែលភាគឦសានជាមួយនឹងប្រទេសសេរីនៅថ្ងៃទី9ខែមិថុនាបន្ទាប់ពីទម្លាក់គ្រាប់បែកជាច្រើនថ្ងៃចូលទៅក្នុងតំបន់ដែលកាន់កាប់ដោយប្រទេសសេរីឈ្មោះថា Golan Heights កងទ័ពអ៊ីស្រាអែលក៏បានបើកការវាយប្រហារដោយប្រើប្រាស់រថក្រោះចម្បាំងហើយនិងកងទ័ពថ្មើរជើងទៅកាន់ទីនោះត្រឹមតែមួយថ្ងៃប៉ុណ្ណោះកងទ័ពអ៊ីស្រាអែលអាចកាន់កាប់បានទាំងស្រុងលើតំបន់ Golan Heights របស់សេរី
លុះដល់ថ្ងៃទី10ខែមិថុនាឆ្នាំ1967អង្គការសហប្រជាជាតិក៏បានដើរតួនាទីជាអាជ្ញាកណ្ដាលសម្រាប់សម្រួលឲ្យមានបទជប់បាញ់គ្នាមួយនៅក្នុងសង្គ្រាមនេះហើយសង្គ្រាម6ថ្ងៃក៏បានដើរទៅដល់ទីបញ្ចប់ការប្រយុទ្ធនេះភាគីអារ៉ាប់ស្លាប់ចំនួនជាង 20,000 នាក់រីឯភាគីរបស់អ៊ីស្រាអែលវិញស្លាប់ចំនួនត្រឹមតែ 800 នាក់តែប៉ុណ្ណោះនៅក្នុងការប្រយុទ្ធគ្នារយៈពេល132ម៉ោងបន្ទាប់ពីសង្គ្រាមបង្ហូរឈាមរយៈពេល6ថ្ងៃនេះមេដឹកនាំទាំងអស់របស់អារ៉ាប់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះបរាជ័យដ៏លឿនរហ័សរបស់ខ្លួនដោយសារតែភាពអាម៉ាស់លោកអាប់ដែលណាសេប្រធានាធិបតីរបស់អេស៊ីបថែមទាំងបានលាលែងចេញពីតំណែងទៀតផងក៏ប៉ុន្តែដោយសារតែប្រជាជនអេស៊ីបបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងចំពោះរូបគាត់ក៏បានចូលកាន់តំណែងជាប្រធានាធិបតីវិញនៅឯប្រទេសអ៊ីស្រាអែលវិញមោទនភាពបានកើតឡើងយ៉ាងពេញទីមិនដល់មួយសប្តាហ៍ផងប្រទេសដ៏គ្មានខ្ចីអ៊ីស្រាអែលអាចគ្រប់គ្រងលើឧបទ្វីបស៊ីណៃនិងតំបន់កាសាស្ទ្រីបពីប្រទេសអេស៊ីបតំបន់ West Bank និងយេរូសាឡឹមខាងកើតពីប្រទេសសាដានីនិងតំបន់ Golan Heights ពីប្រទេសស៊ីរីផលវិបាកនៃសង្គ្រាម6ថ្ងៃសង្គ្រាម6ថ្ងៃរវាងអ៊ីស្រាអែលនិងអារ៉ាប់បានបង្កើតឲ្យមានផលវិបាកនិងការប្រែប្រួលភូមិសាស្ត្រនយោបាយជាច្រើននៅក្នុងតំបន់មជ្ឈិមបូព៌ាបន្ទាប់ពីជ័យជំនះនៅក្នុងសង្គ្រាមនេះអ៊ីស្រាអែលកាន់តែមានជាតិនិយមនិងមោទនភាពចំពោះប្រទេសខ្លួនឯងហើយមោទនភាពនិងគំនិតជាតិនិយមនេះបង្កើតឲ្យមានចំនួនជាបន្តបន្ទាប់ជាមួយនឹងប្រទេសអារ៉ាប់ដែលនៅក្បែរខាងដោយសារតែភាពអាម៉ាស់និងការឈឺចាប់បន្ទាប់ពីបរាជ័យនៅក្នុងសង្គ្រាម6ថ្ងៃមេដឹកនាំអារ៉ាប់បានជួបជុំគ្នានៅក្នុងទីក្រុងខាតុងប្រទេសស៊ូដាននៅក្នុងខែសីហាឆ្នាំ1967ចុះហត្ថលេខាលើសន្ធិសញ្ញាមួយដោយបានសន្យាគ្នាថាគ្មានសន្តិភាពគ្មានការទទួលស្គាល់និងគ្មានការចរចាណាមួយជាមួយនឹងអ៊ីស្រាអែលដោយមានអេស៊ីបហើយនិងសេរីជាក្បាលម៉ាស៊ីនរដ្ឋអារ៉ាប់ក៏បានបើកការវាយប្រហារបង្កទៅជាចំនួនធំលើកទី4ជាមួយនឹងប្រទេសអ៊ីស្រាអែលនៅក្នុងឆ្នាំ1973ដែលសង្គ្រាមនេះមានឈ្មោះថាសង្គ្រាមយ៉ុងគីពូជាលទ្ធផលនៅក្នុងសង្គ្រាមយ៉ុងគីពូនេះអ៊ីស្រាអែលនៅតែទទួលបានជ័យជំនះតាមរយៈការលេបយកតំបន់ West Bank និងតំបន់កាសាស្ទ្រីបរដ្ឋអ៊ីស្រាអែលក៏ថែមទាំងបានលេបយកនៅប្រជាជនប៉ាឡេស្ទីនជាង1លាននាក់ផងដែរដែលសុទ្ធតែជាប្រជាជនអារ៉ាប់ក្រោមការគ្រប់គ្រងដ៏តឹងរ៉ឹងរបស់អ៊ីស្រាអែលប្រជាជនប៉ាឡេស្ទីនជាបន្តបន្ទាប់ក្នុងចំនួនរហូតដល់ទៅរាប់ម៉ឺននាក់បានរត់គេចចេញពីតំបន់ West Bank ហើយនិងតំបន់កាសាស្ទ្រីបរឿងនេះបង្កើតឲ្យមានវិបត្តិជនភៀសខ្លួនដែលបង្កទៅជាបញ្ហានយោបាយនិងអំពើហិង្សាមកទល់នឹងពេលសប្តាហ៍ថ្ងៃចាប់តាំងពីឆ្នាំ1967ទឹកដីទាំងឡាយដែលអ៊ីស្រាអែលដណ្ដើមបាននៅក្នុងសង្គ្រាម6ថ្ងៃបានក្លាយទៅជាដើមហេតុដែលនាំឲ្យមានចំនួនរវាងអ៊ីស្រាអែលនិងប្រទេសជិតខាងមិនចេះចប់មិនចេះហើយក្រោយមកនៅក្នុងឆ្នាំ1982តាមរយៈសន្ធិសញ្ញាសន្តិភាពមួយអ៊ីស្រាអែលបានប្រគល់ឧបទ្វីបស៊ីណៃឲ្យទៅប្រទេសអេស៊ីបបន្ទាប់មកនៅក្នុងឆ្នាំ2005អ៊ីស្រាអែលបានដកកងទ័ពចេញពីតំបន់កាសាស្ទ្រីបក៏ប៉ុន្តែអ៊ីស្រាអែលនៅតែបន្តគ្រប់គ្រងលើតំបន់ពីរសំខាន់ដែលបានដណ្ដើមយកនៅក្នុងសង្គ្រាម6ថ្ងៃគឺតំបន់ Golan Heights និងតំបន់ West Bank តំបន់ទាំងពីរនេះនៅក្នុងពេលសប្តាហ៍ថ្ងៃប្រៀបដូចជាដុំធ្យូងដែលមិនតាន់រលត់ភ្លើងអស់តែងតែបង្កើតជាកម្ដៅជម្លោះរវាងប្រជាជនអ៊ីស្រាអែលនិងប្រជាជនអារ៉ាប់